នៅក្នុងយុគសម័យនៃការប្រែប្រួលភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញពិភពលោកកំពុងតាមដានយកចិត្តទុកដាក់លើតំបន់អាមេរិកឡាទីនក្រោយវិបត្តិដ៏រ៉ាំរ៉ៃនៅវេណេស៊ុយអេឡាតុល្យភាពអំណាចនៅក្នុងតំបន់នេះបានប្រែប្រួលយ៉ាងខ្លាំងដែលបង្កជាក្តីបារម្ភដល់សន្តិសុខអន្តរជាតិក្នុងបរិបទដ៏ក្តៅគគុកនេះកុយបាដែលជាសម្ព័ន្ធមិត្តដាច់ថែបរបស់វេណេស៊ុយអេឡាបានក្លាយជាផ្ទាំងស៊ីបនៃសម្ពាធនយោបាយនិងសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិកទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថារបបដឹកនាំនៅទីក្រុងហាវ៉ាណាគឺជាបង្អែកដ៏រឹងមាំបំផុតដែលជួយជ្រោមជ្រែងរដ្ឋាភិបាលវេណេស៊ុយអេឡាទាំងផ្នែកយោធាបច្ចេកទេសនិងកិច្ចការចារកម្មសម្ពាធទាំងនេះមិនមែនជារឿងសាមញ្ញឡើយការរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីការព្រមានតាមផ្លូវការទូតនិងការបង្កើនវត្តមានយោធាអាមេរិកនៅតំបន់សមុទ្រការ៉ាបៀនកំពុងរុញច្រានឲ្យកុយបាធ្លាក់ចូលទៅក្នុងជ្រុះជ្រៅនៃវិបត្តិជាលទ្ធផលប្រជាជនកុយបាកំពុងប្រឈមមុខនឹងកង្វះខាតស្បៀងអាហារឱសថនិងថាមពលប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមត្រជាក់យ៉ាងណាមិញរដ្ឋាភិបាលកុយបាមិនបានឱនក្បាលនោះទេទីក្រុងហាវ៉ាណាបានច្រានចោលរាល់ការចោទប្រកាន់ហើយបានវាយបកវិញថាសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ច្បាប់ព្រៃដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យកុយបាបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យរួបរวมគ្នាការពារសន្តិភាពនិងជំរុញការដោះស្រាយតាមរយៈការសន្ទនាជាជាងការប្រើប្រាស់អាវុធឬការគំរាមកំហែងបញ្ហាកុយបានិងវេណេស៊ុយអេឡាមិនមែនគ្រាន់តែជាវិបត្តិផ្ទៃក្នុងរបស់ប្រទេសទាំងពីរនោះទេប៉ុន្តែវាគឺជាការសាកល្បងឆន្ទៈមហាអំណាចលើឆាកអន្តរជាតិតើអនាគតនៃតំបន់អាមេរិកឡាទីននឹងទៅជាយ៉ាងណាតើផ្លូវនៃការសន្ទនាត្រូវបានជ្រើសរើសឬក៏ពិភពលោកត្រូវបានមើលឃើញថាការប្រជុំមុខដាក់គ្នាដែលមិនអាចជៀសផុតនេះគឺជាសំណួរដែលរងចាំចម្លើយពីមេដឹកនាំពិភពលោកគួររំលឹកថាពិភពលោកក៏ធ្លាប់ដើរដល់មាត់ជ្រុះនៃសង្គ្រាមលោកលើកទី3ម្ដងរួចទៅហើយនៅកំឡុងឆ្នាំ1962នោះគឺវិបត្តិមីស៊ីលនៅកុយបាតើរឿងនេះអាចកើតឡើងម្ដងទៀតដែរឬទេវិបត្តិមីស៊ីលនៅកុយបាគឺជាព្រឹត្តិការណ៍ដែលពិភពលោកខិតជិតទៅរកសង្គ្រាមបរមាណូបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដើមហេតុគឺនៅកំឡុងខែតុលាឆ្នាំ1962សហរដ្ឋអាមេរិកបានរកឃើញតាមរយៈយន្តហោះចារកម្ម U2 ថាសហភាពសូវៀតកំពុងដំឡើងមូលដ្ឋានមីស៊ីលរយៈចម្ងាយមធ្យមនៅកោះកុយបាដែលមានសមត្ថភាពបាញ់ដល់ទីក្រុងធំៗរបស់អាមេរិកស្ទើរតែទាំងអស់មូលហេតុនៃការដាក់មីស៊ីលគឺទី1សូវៀតចង់ការពាររបបកុម្មុយនីសរបស់លោក Fidel Castro ពីការចូលលុកលុយរបស់អាមេរិកបន្ទាប់ពីបរាជ័យនៅច្រកសមុទ្រ Bay of Pigs ទី2សូវៀតចង់សងសឹកអាមេរិកវិញដែលបានដាក់មីស៊ីលនៅឯប្រទេសទូគីជាប់ព្រំដែនសូវៀតការប្រជុំមុខដាក់គ្នាមានរយៈពេល13ថ្ងៃប្រធានាធិបតី John F Kennedy បានសម្រេចចិត្តធ្វើការហុំព័ទ្ធផ្លូវទឹកជុំវិញកោះកុយបាដើម្បីទប់ស្កាត់កប៉ាល់សូវៀតមិនឲ្យដឹកគ្រឿងញុះញង់បន្ថែមពិភពលោកទាំងមូលកំពុងស្ថិតក្នុងភាពតក់ស្លុតព្រោះគ្រប់គ្នារងចាំមើលថាតើអាមេរិកឬក៏សូវៀតនឹងចុចប៊ូតុងគ្រាប់បែកបរមាណូមុនគេជាដំណោះស្រាយតាមរយៈការចរចាសម្ងាត់មេដឹកនាំសូវៀតនីកាតាក្រូឆេវបានយល់ព្រមដកមីស៊ីលចេញពីកុយបាជាថ្នូរនឹងការសន្យារបស់អាមេរិកថានឹងមិនឈ្លានពានកុយបានឹងការដកមីស៊ីលរបស់អាមេរិកចេញពីប្រទេសទូគីដោយស្ងាត់ស្ងាត់ដើមហេតុដែលនាំឲ្យកើតមានវិបត្តិមីស៊ីលនៅកុយបាក្នុងកំឡុងឆ្នាំ1962មិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃសង្វាក់ព្រឹត្តិការណ៍នយោបាយនិងយោធាចំនួន4សំខាន់ទី1ការបារម្ភរបស់កុយបាចំពោះការឈ្លានពានរបស់អាមេរិកក្រោយពី Fidel Castro បានដឹកនាំបដិវត្តន៍ជោគជ័យនៅឆ្នាំ1959កុយបាបានក្លាយជាប្រទេសកុម្មុយនីសសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងដែលមានប្រទេសកុម្មុយនីសនៅក្បែររបងផ្ទះរបស់ខ្លួនអាមេរិកបានគាំទ្រឲ្យមានខ្មាំងសត្រូវរបស់ Castro ចូលលុកលុយកុយបាដើម្បីផ្ដួលរំលំរដ្ឋាភិបាលប៉ុន្តែបានបរាជ័យយ៉ាងធ្ងន់ធ្ងរ
ព្រឹត្តិការណ៍នេះបានធ្វើឲ្យ Castro ភ័យខ្លាចថាអាមេរិកនឹងវាយប្រហារម្ដងទៀតទើបលោកសម្រេចចិត្តស្វែងរកជំនួយយោធាពីសហភាពសូវៀតទី2យុទ្ធសាស្ត្រតុល្យភាពអំណាចរបស់សហភាពសូវៀតមេដឹកនាំសូវៀតលោក Nikita Khrushchev ចង់ពង្រឹងឥទ្ធិពលកុម្មុយនីសនៅអាមេរិកឡាទីននិងចង់ការពារគុយបាឲ្យកាន់តែបានលោកយល់ឃើញថាការដាក់មីស៊ីលនៅគុយបាគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតដើម្បីរារាំងអាមេរិកមិនឲ្យឈ្លានពានគុយបាជាលើកទី2ទី3ការសងសឹកចំពោះការដាក់មីស៊ីលនៅទូគីមុនពេលវិបត្តិកើតឡើងសហរដ្ឋអាមេរិកបានដំឡើងមីស៊ីលបរមាណូប្រភេទ Jupiter នៅក្នុងប្រទេសទូគីនិងប្រទេសអ៊ីតាលីដែលមានសមត្ថភាពបាញ់កម្ទេចទីក្រុងមូស្គូនិងតំបន់សំខាន់ៗរបស់សូវៀតយ៉ាងងាយសូវៀតមានអារម្មណ៍ថាខ្លួនរងការគំរាមកំហែងដូច្នេះការដាក់មីស៊ីលនៅគុយបាគឺជាការសងសឹកឬបង្កើតតុល្យភាពឲ្យអាមេរិកមានអារម្មណ៍ថាត្រូវរងការគំរាមកំហែងដូចគ្នាទី4ការរកឃើញនៅចៃដន្យតាមរយៈយន្តហោះចារកម្មដើមហេតុដែលធ្វើឲ្យភាពតានតឹងคล้ายជាវិបត្តិគឺនៅថ្ងៃទី14ខែតុលាឆ្នាំ1962យន្តហោះចារកម្មអាមេរិក U2 បានហោះថតពីលើអាកាសនៅក្នុងប្រទេសគុយបាហើយបានរកឃើញទីតាំងដំឡើងមីស៊ីលរយៈចម្ងាយមធ្យមរបស់សហភាពសូវៀតរូបថតទាំងនេះបានបង្ហាញយ៉ាងច្បាស់ថាមីស៊ីលទាំងនោះអាចបាញ់ដល់ទីក្រុង Washington និងទីក្រុងភាគច្រើនរបស់អាមេរិកក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ